បាទលោកអ្នកនាងជាទីមេត្រីអ្នកខ្លំមើលសង្គមលើកឡើងថាបើប្រទេសកម្ពុជានៅតែបន្តគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុនគ្មានទេយុត្តិធម៌សម្រាប់ជនរងគ្រោះដែលជាសកម្មជនបរិស្ថានអ្នកវិភាគឯករាជ្យនិងអ្នកនយោបាយជាដើមបន្ទាប់ពីកូនប្រុសរបស់លោកលឹមគឹមយ៉ាកំពុងតែស្វះស្វែងរកយុត្តិធម៌ជូនឪពុករបស់ខ្លួនគ្រប់ទីកន្លែងប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតបានប្រាប់សារព័ត៌មាន Cambodia Daily នៅថ្ងៃនេះថាការស្វែងរកយុត្តិធម៌ឲ្យលោកលឹមគឹមយ៉ាគឺជារឿងត្រឹមត្រូវបំផុតព្រោះអំពើឃាតកម្មនេះគឺពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងអ្នកមានអំណាចនៅកម្ពុជាគណៈសហគមន៍អន្តរជាតិក៏មិនប្រងើយកន្តើយនឹងករណីនេះដែរលោកម៉ែនណាតជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនខ្លួនអ្នកពាក់ព័ន្ធទៅឲ្យតុលាការថៃកាត់ទោសតាមផ្លូវច្បាប់ដើម្បីបញ្ចប់នៅភាពមន្ទិលសង្ស័យរបស់ពលរដ្ឋលើក្រុមគ្រួសារត្រកូលហ៊ុនព្រោះពលរដ្ឋខ្មែរដឹងគ្រប់គ្នាថានៅក្នុងប្រទេសកម្ពុជាសប្តាហ៍នេះគ្មានជនល្មើសណាម្នាក់អាចលាក់ខ្លួនផុតពីក្រសែភ្នែករបស់ត្រកូលហ៊ុនបានឡើយអ្នកខ្លំមើលសង្គមរូបនេះបញ្ជាក់ថាដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទាំងលោកលឹមគឹមយ៉ាលោកកែមលីលោកជីវជានិងលោកឈុតវិធីជាដើមតរតែរបបដឹកនាំសប្តាហ៍នេះត្រូវបានផ្លាស់ប្ដូរផ្ទុយទៅវិញបើសង្ឃឹមថាលោកហ៊ុនសែននឹងកែប្រែរកយុត្តិធម៌ឲ្យជនរងគ្រោះនោះក៏មិនខុសពីសង្ឃឹមថាក្បាលជង្គង់មានមាត់ចេះនិយាយនោះដែរលោក Thomas Lim កូនប្រុសបការបស់លោកលឹមគឹមយ៉ាសរសេរនៅលើគណនី Facebook របស់លោកកាលពីថ្ងៃទី4ខែឧសភាថាក្រោយលោកលឹមគឹមយ៉ាត្រូវបានឃាតករបាញ់សម្លាប់គឺមានរយៈពេលជិត5ខែហើយប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅមិនទាន់ចាប់បញ្ជូនខ្លួនជនសង្ស័យទៅឲ្យតុលាការប្រទេសថៃកាត់ទោសនៅឡើយទេកូនប្រុសមន្ត្រីគណៈបកប្រឆាំងរូបនេះអះអាងថាការធ្វើដំណើររបស់លោកទៅកាន់ទីក្រុង Brussels នៃប្រទេស Belgium កាលពីចុងខែមេសាកន្លងទៅនេះគឺដើម្បីទៅជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុបនិងសមាជិកសភាអឺរ៉ុបក្នុងបំណងឲ្យពួកគេស្វែងរកយុត្តិធម៌ឲ្យឪពុករបស់លោកប្រពន្ធដដែលលើកឡើងថាការដែលរដ្ឋាភិបាលកម្ពុជាបដិសេធមិនព្រមបញ្ជូនខ្លួនជនសង្ស័យទៅឲ្យតុលាការថៃកាត់ទោសនោះគឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីអ្នកដែលបញ្ជាពីក្រោយខ្នងនៃជនសង្ស័យឈ្មោះពេជ្រកំស្រិននិងលីរតនៈរស្មីដែលជាអ្នករៀបចំឧបត្ថម្ភផែនការក្នុងអំពើឃាតកម្មមួយនេះបាទលោកអ្នកនាងជាទីមេត្រីនៅពេលនេះយើងចូលដល់នីតិព័ត៌មានអន្តរជាតិប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងដោយមានជំនឿថាទីក្រុងមូស្គូនឹងមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរវាយប្រហារប្រទេសអ៊ុយក្រែននោះទេលោក Putin សន្យាថាវានឹងមិនកើតឡើងទេព្រោះលោកសង្ឃឹមថាស្ថានភាពនឹងមិនឈានដល់ដំណាក់កាលចាំបាច់នោះឡើយនេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន PBS News កាលពីថ្ងៃទី4ខែឧសភាឆ្លើយតបចំពោះសំណួររបស់អ្នករាយការណ៍ព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ីសួរអំពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ីប្រសិនបើកើតមាននៅថ្ងៃខួបរំលឹក80ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី2លោកពូទីនអះអាងថាគេមិនទាន់អាចនិយាយបានទេខណៈពេលនេះលោកមិនមានការលេចឡើងនៅភាពចាំបាច់ដែលត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយលោកសង្ឃឹមថាតទៅមុខនេះក៏នឹងបន្តគ្មានដែរលោក Vladimir Putin បញ្ជាក់ថារុស្ស៊ីមានកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ដើម្បីបញ្ចប់នៅអ្វីដែលចាប់ផ្ដើមកាលពីឆ្នាំ2022ជាមួយលទ្ធផលដែលរុស្ស៊ីកំពុងតែចង់បាននៅពេលនេះលោក Putin ចុះហត្ថលេខាទៅលើកំណែតម្រង់នៃគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ីក្នុងខែវិច្ឆិកាឆ្នាំ2024ដោយបង្ហាញពីកលៈទេសៈដែលអនុញ្ញាតឲ្យលោកប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដែលរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេនៅលើពិភពលោកការកែប្រែគោលការណ៍នុយក្លេអ៊ែរបានផ្ដល់ឲ្យលោកពូទីនមានសិទ្ធិក្នុងការឆ្លើយតបដោយប្រើអាវុធប្រឡាយលោកនេះបើចាំបាច់កាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022លោកពូទីនបានបញ្ជាឲ្យកងទ័ពរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែនជាមួយនឹងកងទ័ព 25,000 នាក់ជាមួយនឹងកាំភ្លើងធំរត់ក្រោះរត់ពាសដៃជិត 7,000 គ្រឿងវាយលុកចូលប្រទេសអ៊ុយក្រែនក្នុងសកម្មភាពដែលវាមានកម្លាំងហៅថាប្រតិបត្តិការយោធាពិសេសប៉ុន្តែនៅគណៈកងទ័ពរុស្ស៊ីវាយជិតដល់ទីក្រុងគៀវដែលនៅសល់តែ60គីឡូម៉ែត្រប៉ុណ្ណោះក៏ត្រូវបានទប់ស្កាត់មិនឲ្យចូលដល់រដ្ឋធានីគៀវក៏
ក៏ដោយក៏កងកម្លាំងវាយបកវិញពីសំណាក់កងទ័ពអ៊ុយក្រែនដែលជាជំនួយអាវុធភ្លាមៗពីអង់គ្លេសនិងអាមេរិកបានទៅដល់ដៃកងទ័ពអ៊ុយក្រែនក្នុងគ្រានេះហើយដែលកងទ័ពអ៊ុយក្រែនវាយរុញទ័ពរុស្ស៊ីឲ្យរត់ទៅភាគខាងកើតភាគខាងត្បូងវិញជាមួយនឹងរថក្រោះរថពាសដៃរាប់រយគ្រឿងរបស់រុស្ស៊ីត្រូវបានកងទ័ពអ៊ុយក្រែនបាញ់ឆេះនិងរឹបអូសបានហើយបានកំពុងបន្តឲ្យមានសង្គ្រាមមកទល់នឹងពេលនេះបច្ចុប្បន្ននេះកងកម្លាំងរបស់រុស្ស៊ីកំពុងតែកាន់កាប់ប្រហែលជាជិត 20% នៃទឹកដីទាំងអស់របស់អ៊ុយក្រែនដែលមានជិត 67,000 គីឡូម៉ែត្រក្រឡាផ្ទៃដីភាគច្រើននៅភាគខាងត្បូងនិងខាងកើតនៃប្រទេសអ៊ុយក្រែនកំពុងធ្លាក់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពទាំងពីរគឺរុស្ស៊ីនិងអ៊ុយក្រែនដែលជាប្រទេសជិតខាងនឹងគ្នាប្រមាណសប្តាហ៍ចុងក្រោយនេះលោកពូទីនបានបង្ហាញឆន្ទៈដើម្បីចរចាស្វែងរកសន្តិភាពខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកចង់បញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យបានឆាប់តាមរយៈដំណោះស្រាយចេញពីការចរចាទោះជាយ៉ាងណាក៏ដោយរុស្ស៊ីនិងអ៊ុយក្រែននៅតែមិនព្រមចុះសម្រុងគ្នាលើសំណើប័ណ្ណឈប់បាញ់នេះទេប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាប័ណ្ណឈប់បាញ់អាចធ្វើទៅបានប្រសិនបើទីក្រុងមូស្គូយកចិត្តទុកដាក់ចំពោះការបិទបញ្ចប់សង្គ្រាមនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនឹងប្រធានាធិបតីនៃសាធារណរដ្ឋឆេកលោក Petr Pavel លោក Zelensky លើកឡើងថាប្រទេសរុស្ស៊ីកំពុងតែប្រងើយកន្តើយចំពោះសំណើរបស់អាមេរិកស្នើឲ្យមានប័ណ្ណឈប់បាញ់ពេញលេញរយៈពេល30ថ្ងៃបើតាមលោក Zelensky លោកពូទីនពិតជាចង់បង្ហាញរថក្រោះរបស់គាត់នៅឯក្បួនដង្ហែនៃទិវាជាជំនះ9ឧសភាប៉ុន្តែលោកពូទីនគួរតែគិតអំពីការបញ្ចប់សង្គ្រាមនិងសន្តិភាពមួយរឹងមាំជាមួយនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍ជាថ្មីម្ដងទៀតលោក Zelensky បានសម្ដែងការសង្ស័យយ៉ាងខ្លាំងចំពោះសំណើរបស់រុស្ស៊ីអំពីបទឈប់បាញ់រយៈពេល72ម៉ោងក្នុងប្រទេសអ៊ុយក្រែនដើម្បីប្រារព្ធទិវាជ័យជំនះនេះក្នុងការបិទបញ្ចប់សង្គ្រាមលោកលើកទី2ប៉ុន្តែធាតុពិតទីក្រុងមូស្គូនៅតែបន្តវាយលុករាប់រយដងមកលើប្រទេសអ៊ុយក្រែនក្នុងមួយថ្ងៃទោះបីជាមានការបង្ហាញពីចំណាប់អារម្មណ៍ជាសាធារណៈចំពោះបទឈប់បាញ់រយៈពេល72ម៉ោងក៏ដោយលោក Zelensky រំលឹកថាសូម្បីតែក្នុងអំឡុងពេលបុណ្យ Easter ទោះបីមានការសន្យាថាត្រូវបានផ្អាកប្រយុទ្ធគ្នាក៏ដោយក៏ប្រទេសរុស្ស៊ីបានធ្វើការវាយលុកជាច្រើនរយដងទៅលើប្រទេសអ៊ុយក្រែនហើយសូម្បីតែទៅលើប្រជាជនរុស្ស៊ីក៏វាយប្រហារដែរវិមានក្រមឡើងនិយាយថាបទឈប់បាញ់ក្នុងថ្ងៃទិវាជ័យជំនះនេះក៏នឹងធ្វើឡើងនៅក្នុងហេតុផលមនុស្សធម៌ហើយនឹងដំណើរការចាប់ពីថ្ងៃទី8ខែឧសភាដល់ថ្ងៃទី10ខែឧសភាដើម្បីរំលឹកដល់ជ័យជំនះរបស់ទីក្រុងមូស្គូលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ1945ដែលពេលនោះកងទ័ពក្រហមសូវៀតឈានមុខគេផ្ដួលរំលំរបបអ៊ីតាលីអាល្លឺម៉ង់តែម្ដងនៅក្នុងទីក្រុង Prague ប្រទេសឆេកសំទោសទីក្រុង Prague ប្រទេសឆេកលោក Zelensky បានថ្លែងអំណរគុណដល់លោក Pavel ដែលបានបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនរូបនេះសង្ឃឹមថានឹងទទួលបាននៅគ្រាប់កាំភ្លើងធំចំនួន 1,800,000 គ្រាប់នៅឆ្នាំ2025នេះដែលជាផ្នែកមួយនៃគំនិតព្រួយផ្ដើមដឹកនាំដោយប្រទេសឆេកដើម្បីផ្គត់ផ្គង់ជំនួយយោធាទៅដល់ទីក្រុងគៀវគំនិតព្រួយផ្ដើមរកជំនួយគ្រាប់កាំភ្លើងធំរបស់ប្រទេសឆេកចាប់ផ្ដើមនៅក្នុងឆ្នាំ2024ដោយទទួលបានការគាំទ្រខ្លាំងពីសម្ព័ន្ធមិត្ត NATO តាមរយៈសាធារណរដ្ឋឆេកអ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំ 1,500,000 គ្រាប់រួចហើយកាលពីចុងឆ្នាំ2024ជាមួយគ្នានេះលោក Zelensky បានលើកឡើងថាលោកពិភាក្សាជាមួយប្រធានាធិបតីឆេកលោក Petr Pavel ពីកម្មវិធីថ្មីមួយទៀតដែលប្រទេសឆេកនឹងបង្កើតសាលាហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះ F-16 គួរមាននៅលើទឹកដីនៃប្រទេសឆេកដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែនបាទលោកអ្នកនាងទើបតែបានទស្សនានិងស្ដាប់នៅកម្មវិធីផ្សាយរបស់សារព័ត៌មាន The Cambodia Daily សម្រាប់ព័ត៌មានក្នុងស្រុកនិងព័ត៌មានអន្តរជាតិបាទនៅពេលនេះយើងចូលដល់កម្មវិធី Idea Talk តាមជាប់លោកម៉ែនណាតហើយលោកម៉ែនណាតសូមunmute បាទលោកម៉ែនណាតបាទសូមជម្រាបសួរពីចម្ងាយលោកម៉ែនណាតបាទជម្រាបសួរលោកតាំងសាដាយើងនឹងជម្រាបសួរបងប្អូនជនរួមជាតិបាទលោកម៉ែនណាតបច្ចុប្បន្ននេះកម្ពុជាថៃមានទំនាក់ទំនងរឿងព្រំដែនឡើងវិញដូចជានៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីដែនសមុទ្រត្រួតស៊ីគ្នានឹងបញ្ហាកោះគុតជាដើមដើម្បីបញ្ចប់បញ្ហានេះពលរដ្ឋខ្មែរនិងអ្នកនយោបាយប្រឆាំងតែងតែទាមទាររដ្ឋាភិបាលកម្ពុជាជាពិសេសលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីឲ្យជួយរកយុត្តិធម៌ក្នុងរឿងនេះតែបែរជាមេដឹកនាំខ្មែរទាំងពីរអ្នកឪកូននេះ
ចោទថាអ្នកតវ៉ាទាំងអស់នោះជាក្រុមបង្កចលនាឲ្យដែលនាំឲ្យមានសង្គ្រាមរវាងប្រទេសទាំងពីរក្នុងពេលថ្មីនេះថៃក៏កំពុងតែបង្កើនការដាក់ពង្រាយយោធានៅតាមព្រំដែននៃប្រទេសទាំងពីរស្របពេលដែលលោកហ៊ុនម៉ាណែតក៏បានបង្កើនវោហារសាស្ត្រជាតិនិយមនិងបានដាក់ពង្រាយយោធារបស់ខ្លួននៅតាមព្រំដែនដែរតើហេតុអ្វីកម្ពុជាត្រូវធ្វើសង្គ្រាមជាមួយថៃហើយហេតុអ្វីបានជាមិនព្រមប្តឹងករណីនេះទៅតុលាការអន្តរជាតិដោយករណីប្រាសាទព្រះវិហារឬមួយត្រកូលហ៊ុនកំពុងតែជួយត្រកូលថាក់ស៊ីនអាចរក្សាអំណាចតាមរយៈការលេងល្បែងជាតិនិយមមួយនេះបាទលោកម៉ែនណាតសូមជឿលោកសារដាអរគុណណាស់សម្រាប់សំណួរហើយអរគុណណាស់ដែលខាន់ដេលីនៅថ្ងៃនេះដល់ឱកាសឲ្យខ្ញុំបានជជែកអំពីរឿងព្រំដែនរឿងភាពតានតឹងនៅតំបន់ប្រាសាទតាម៉ុនបាទអ្វីត្បិតតែភាគីទាំងសងខាងនៃកម្ពុជានិងថៃសម្រាប់ចិត្តដកយោធាប្រមាណ7នាក់5នាក់ចេញពីប្រាសាទតាម៉ុនហ្នឹងទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹងក៏ដោយតែវានៅតែចាញ់ល្បិចថៃបាទព្រោះថៃត្បិតតែគេសុំមកយើងដកឬក៏យើងយល់ព្រមដកតែថៃនៅរក្សាស្ថានភាពដើមគ្រប់គ្រងដដែលមកចំណែកនៃប្រាសាទតាម៉ុនហ្នឹងហើយតាកបីក៏ដូចគ្នាហើយចំណែកឯតាម៉ុនតូចនោះគឺថៃគ្រប់គ្រងទាំងស្រុងដោយឡែកប្រាសាទដោយឡែកបញ្ហាកោះគុតគឺលោកហ៊ុនម៉ាណែតហ្នឹងអត់ហ៊ាននិយាយសំបីតែមួយម៉ាត់អញ្ចឹងលោកសាដាបាទយើងមើលទៅស្ថានភាពនៃភាពតានតឹងនៅព្រំដែននេះមិនមែនជារឿងដែលលោកហ៊ុនម៉ាណែតឬក៏លោកហ៊ុនសែនហ្នឹងជាអ្នកដែលជំរុញឲ្យមានការតានតឹងហ្នឹងទេតែរឿងនេះយើងពិនិត្យឲ្យមែនតើគឺថៃភាគីខាងថៃជាពិសេសគឺបកប្រឆាំងថៃនៅក្នុងប្រទេសថៃនោះបានដាក់សម្ពាធទៅលើរដ្ឋាភិបាលលោកថាក់ស៊ីនបាទហើយជាភាពតានតឹងហ្នឹងកើតឡើងនៅក្រោយពេលដែលអ្នកស្រីផែថងឋានស៊ីនវ៉ាត់ហ្នឹងបានធ្វើទស្សនកិច្ច2ថ្ងៃកាលថ្ងៃ23-24 ខែមេសាកន្លងទៅមកកម្ពុជាហើយឯថៃនោះជំរុញឲ្យដាក់សម្ពាធទៅដល់រដ្ឋាភិបាលរបស់ខ្លួនគឺដាក់សម្ពាធក្រុមគ្រួសារលោកថាក់ស៊ីនហ្នឹងរហូតដល់ភាគីថៃចោទប្រកាន់ថាគ្រួសារលោកថាក់ស៊ីនហ្នឹងមានការគប់គិតគ្នាជាមួយនឹងគ្រួសារលោកហ៊ុនសែនអញ្ចឹងលោកសាដាបាទតែយើងមើលករណីនេះមិនមែនលោកហ៊ុនម៉ាណែតហ្នឹងនិយាយខ្លះអំពីបញ្ហាបូរណភាពដីមួយថៃនេះនៅក្នុងការបង្កើតឲ្យមានគំនិតជាតិនិយមអីប្រហែលទេតែការនិយាយនេះហាក់ដូចជាជួយខាងលោកថាក់ស៊ីនទៅវិញជួយលើកស្ទួយក្រុមគ្រួសារលោកថាក់ស៊ីនជួយការពារលោកថាក់ស៊ីនទៅវិញអញ្ចឹងលោកសាដាបាទដើម្បីកុំឲ្យវាមានការដកអំណាចគ្រួសារលោកថាក់ស៊ីនចេញពីរដ្ឋាភិបាលហ្នឹងណាដូចជាមុនពេលដែលអ្នកស្រីផែថងឋានហ្នឹងខ្ញុំរំលឹកបន្តិចទៅមកមុនពេលដែលគាត់មកកម្ពុជាហ្នឹងឃើញថាអ្នកស្រីផែថងឋានត្រូវបានសភាថៃហ្នឹងហៅទៅស្ដីបន្ទោសបោះឆ្នោតទៅទៀតសំណាងដែរគាត់បោះឆ្នោតហ្នឹងមិនត្រូវបានគេដកអំណាចបើសិនជាមតិភាគច្រើនសម្រាប់តែដកអំណាចគឺគាត់លេងធ្វើជានាយករដ្ឋមន្ត្រីបានហើយអញ្ចឹងនេះអាកន្លែងហ្នឹងយើងឃើញថាគ្រួសារលោកហ៊ុនសែននេះទាំងលោកហ៊ុនម៉ាណែតក្តីហ្នឹងគឺខំការពារតកូលថាក់ស៊ីនហ្នឹងនៅក្នុងអំណាចដើម្បីឲ្យជួយការងារច្រើនណាស់ជួយទាំងបង្ក្រាបអ្នកប្រឆាំងផងជួយទាំងចែកផលប្រយោជន៍គ្នាពីរឿងបញ្ហាបូរណភាពទឹកដីព្រំដែនផងអញ្ចឹងលោកសាដាដូចជាមានឧទាហរណ៍ដូចករណីឃាតកម្មលោកលឹមកំយ៉ាអីនេះបើក្រៅពីរដ្ឋាភិបាលលោកថាក់ស៊ីនហ្នឹងទំនងជាគេចាត់វិធានការតឹងតែងចំពោះការសូមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកម្ពុជានឹងឲ្យបញ្ជូនជនសង្ស័យ2នាក់ដែលគេខាងតុលាការថៃនឹងចេញដីកាចាប់ខ្លួននោះតែដល់ពេលគ្រួសារលោកថាក់ស៊ីននៅក្នុងអំណាចហើយចិត្តដិតជាមួយនឹងក្រុមគ្រួសារលោកហ៊ុនសែនទៀតអញ្ចឹងធ្វើឲ្យរឿងហ្នឹងកប់បាត់អញ្ចឹងលោកសាដាហ្នឹងអត្តពលនយោបាយគឺអញ្ចឹងបាទ
ban chơi ở quân phần năng sân បាទអរគុណច្រើនលោកម៉ែណាត់លោកម៉ែណាត់ដូច្នេះលោកគិតថាតំណែងតំណងកម្ពុជាថៃសប្តាហ៍ថ្ងៃនេះបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសទាំងពីរតំណែងតំណងនេះកម្ពុជាចំណេញអីហើយខាតអីដែរបាទសប្តាហ៍ថ្ងៃនេះ តំណែងតំណងរវាងប្រទេសទាំងពីរក្នុងនយោបាយការទូតនឹងវាល្អមិនជាអាក្រក់ទេធ្វើល្អហើយប៉ុន្តែភាគីកម្ពុជាយើងល្អជ្រុលពេកបាទល្អជ្រុលពេករហូតទៅដល់យើងភ្លេចការការពារបូរណភាពទឹកដីជាតិសូម្បីតែថៃហ្នឹងគេប្រកាសថាកោះគុតជារបស់គេប្រកាសថាតំនតូចតំនធំតាកបីអីហ្នឹងភាសាបារាណខ្មែរហ្នឹងជាចំណែករបស់គេក៏ខ្មែរហ្នឹងមិនហ៊ានរំលឹកនៅចំពោះមុខមេដឹកនាំថៃថាអាហ្នឹងជារបស់ខ្មែរពីដូនពីតាទេសុកចិត្តណាអោបស្ទោថៃហ្នឹងឲ្យថៃហ្នឹងបំពេញបានតាមអំពើចិត្តហ្នឹងអាហ្នឹងមួយអាហ្នឹងតំណែងតំណងបែបអញ្ចឹងគេមិនមែនហៅថាតំណែងតំណងការទូតល្អទេអាហ្នឹងថាធ្វើខ្ញុំគេបាទធ្វើអញ្ចឹងគឺធ្វើខ្ញុំគេហើយចំណុចល្អមួយទៀតយើងអាចនិយាយថាល្អដែរដូចជាតំណែងតំណងសេដ្ឋកិច្ចពាណិជ្ជកម្មថាវាមានការរលូនចុះហើយវិស័យការងារក៏ជួយសម្រួលច្រើនដែរឲ្យពលករខ្មែរហ្នឹងបានចូលទៅធ្វើការនៅស្រុកថៃអីចឹងទៅបាទតែនៅក្នុងហ្នឹងក៏វាមានចំណុចខ្វះខាតដែរចំណុចខ្វះខាតនៅត្រង់ថាយើងនាំតំណែងថៃមកវាហូរហៀពេកហើយយើងអត់មានផលិតផលអីនាំទៅលុកថៃឲ្យបានស្មើនឹងថៃនាំចូលខ្មែរណាថៃនាំចូលខ្មែរ10យើងនាំទៅថៃវិញបានតែ1ទៅ2ទេអាហ្នឹងណាអញ្ចឹងវាធ្វើឲ្យខ្មែរយើងវាបាត់បង់ផលិតផលបាត់បង់ផលិតកម្មហើយពេលបាត់បង់ផលិតកម្មធ្វើឲ្យប្រជាពលរដ្ឋខ្មែរអត់ការងារធ្វើហើយដល់អត់ការងារធ្វើទៅនាំគ្នាសម្រុកទៅការនៅស្រុកគេតែបើសិនជារដ្ឋថៃបាលនឹងមានកំណើតកើតជាមនុស្សកែដឹកនាំអាចបង្កើតផលិតផលក្នុងស្រុកហ្នឹងឲ្យវារីកលូតលាស់ទៅហើយបង្រីកទីផ្សារផលិតកម្មក្នុងស្រុកទៅវាធ្វើឲ្យពលរដ្ឋខ្មែរហ្នឹងអាចធ្វើការក្នុងស្រុកដោយមិនបាច់ទៅធ្វើការស្រុកផ្សេងបានប៉ុន្តែរឿងនេះយើងទៅសង្ឃឹមរដ្ឋថៃបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតណែលោកសាដាបាទយើងសង្ឃឹមកើតអត់កើតសង្ឃឹមមិនកើតនៅត្រង់ថាពួកមេដឹកនាំប្រមាណអ្នកនោះគ្រួសារនោះគឺជាជនបោកប្រាស់បាទជាជនបោកប្រាស់ជាជនទុច្ចរិតមានន័យថាសំដៅលើការប្រព្រឹត្តបទអក្រិតជាច្រើននៅក្នុងការដឹកនាំរបស់ខ្លួនដោយគ្មានបានរយុទ្ធធម៌ជូនជនរងគ្រោះរួមទាំងប្រជាពលរដ្ឋរងគ្រោះឲ្យបានស្រួលបួលទេអាហ្នឹងបើយើងនិយាយពីច្បាប់អន្តរជាតិគេថាប្រឆាំងជាការប្រព្រឹត្តបទអក្រិតកម្មប្រឆាំងមនុស្សជាតិលោកសារាអញ្ចឹងណាបាទហើយដែលហៅថាជាជនបោកប្រាស់ពីព្រោះគ្រួសារហ្នឹងគឺពាក់ព័ន្ធជាមួយនឹងជនបោកប្រាស់ពួកអុកញ៉ាពួកមហាសេដ្ឋីពួកអ្នកមានអំណាចពួកអ្នករស់ស៊ីមានបាននៅស្រុកខ្មែរសុទ្ធតែជាជនបោកប្រាស់ហើយអ្នកអស់ហ្នឹងនៅជុំវិញក្រុមគ្រួសារលោកហ៊ុនសែនអញ្ចឹងហើយទាំងជនបោកប្រាស់ទាំងជនទុច្ចរិតអស់ហ្នឹងហើយទោះបីគាត់និយាយល្អ10000 1000 1លានក៏ដោយក៏យើងអត់ជឿទុកចិត្តបានដែរពីព្រោះគ្មាននរណាម្នាក់ទៅជឿជនបោកប្រាស់ថាងាកមកធ្វើអំពើល្អកើតទេមិនអញ្ចឹងលោកសាដែរបាទជូនយោបល់ប៉ុណ្្នឹងសិនបាទលោកម៉ែណាតខ្ញុំចង់សួរថាសប្តាហ៍ថ្ងៃនេះលោកហ៊ុនម៉ាណែតនិងលោកថាក់ស៊ីនលោកហ៊ុនសែនអីហ្នឹងកំពុងតែដូចថាចង់សម្ដែងនៅយុទ្ធសាស្ត្រជាតិនិយមដើម្បីរក្សាអំណាចគ្នាទៅវិញទៅមកហើយដោយយកបញ្ហាព្រំដែនធ្វើជាលេសក្នុងការជួយគ្នាអីចឹងទៅបើសិនជាយើងកំពុងតែលេងដូច្នេះហាក់បីដូចជាវាលេងភ្លើងណាលោកម៉ែណាតហើយបើលេងភ្លើងវាអាចឆេះដៃមិនចឹងឯងលោកម៉ែណាតហើយបើសិនជាបើលេងភ្លើងវាអាចនឹងឆេះផ្ទះដែរដូច្នេះថាតើនៅពេលខាងមុខរវាងភាគីទាំងពីរនេះវានៅពេលដែលយើងលេងសង្គ្រាមតូចតាចដល់ពេលលេងវាអាចនឹងឈានទៅដល់សង្គ្រាមធំដែរទេបាទលោកម៉ែណាបើគ្រួសារលោកថាក់ស៊ីននៅដឹកនាំអំណាចគ្មានទេរឿងនាំឲ្យមានដំណោះវិវាទរហូតដល់ប្រឈមមុខប្រដាប់អាវុធណាមានទេ
គ្រួសារហ្នឹងទាំងលោកហ៊ុនសែនទាំងលោកថាក់ស៊ីនហ្នឹងគឺការពារគ្នាទៅវិញទៅមកព្រោះលោកហ៊ុនសែនជួយការពារថាក់ស៊ីនដើម្បីផលប្រយោជន៍មួយហើយលោកថាក់ស៊ីនត្រូវការលោកហ៊ុនសែនដើម្បីជួយការពារអំណាចដែរអញ្ចឹងពីរអ្នកហ្នឹងប៉ុន្តែលោកថាក់ស៊ីននឹងការពារអំណាចលោកហ៊ុនសែននឹងតាមមធ្យោបាយអីខ្លះទៅបាទលោកមែនណាតាមពិតលោកថាក់ស៊ីនអត់មានបំណងការពារអំណាចស្អីពីជាមួយលោកហ៊ុនសែនទេបាទព្រោះគ្រប់ម៉ាត់ទាំងកូនលោកថាក់ស៊ីនទាំងលោកថាក់ស៊ីនផ្ទាល់ហ្នឹងបើនិយាយពីបញ្ហាទឹកដីព្រំដែនគឺគេការពារផលប្រយោជន៍ជាតិគេអញ្ចឹងណាតែបើគាត់អញ្ចេះឲ្យលោកហ៊ុនសែនជួយសហប្រតិបត្តិការជាមួយថៃទៅដើម្បីអីដើម្បីឲ្យថៃនឹងជួយសហប្រតិបត្តិការដើម្បីចាប់ពួកអ្នកប្រឆាំងដែលយើងស្លាប់ជជែកគ្នាកន្លងទៅអញ្ចឹងណាបាទចាប់ពួកអ្នកប្រឆាំងនៅស្រុកថៃនឹងឲ្យបញ្ជូនត្រឡប់មកវិញតាមផ្លូវច្បាប់ក៏ដោយមិនផ្លូវច្បាប់ក៏ដោយហើយជួយជួនកាលអំពើឃាតកម្មដោយករណីលោកលឹមកំយ៉ាអីអញ្ចឹងជួយលាក់គ្នាអញ្ចឹងទៅដើម្បីបំបត្តិផុសតាងនៃអំពើទុច្ចរិតហ្នឹងអញ្ចឹងណាបាទហើយចំណុចហ្នឹងហើយដែលថាថៃវាបានប្រយោជន៍ច្រើនពីខ្មែរហើយប្រយោជន៍ច្រើនមួយទៀតហ្នឹងដូចជាទាមទារការចរចានៅលើតំបន់ត្រួតស៊ីគ្នា OCA បានដី26000 គីឡូម៉ែត្រកន្លះហ្នឹងថៃគេទាមទារចំណែកគ្រប់គ្រងច្រើនបំផុតហើយខ្មែរយើងក៏ទាមទារដែរប៉ុន្តែទាមទារហ្នឹងករណីហ្នឹងបំភ្លេចកោះគុតចោលបាត់ហើយដល់ពេលហ៊ុនម៉ាណែតក៏និយាយពីបន្ទាត់72បន្ទាត់72គឺគាត់សំដៅទៅលើក្រិតរបស់ណែសម័យលន់នល់លោកសេនាប្រមុខលន់នល់ហ្នឹងចេញនៅឆ្នាំ1972ហ្នឹងនិយាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជានៅលើដែនសមុទ្រគឺមាន30000 គីឡូម៉ែត្រកន្លះហ្នឹងលោកសាដាមានន័យថាហ៊ុនម៉ាណែតនៅទទួលស្គាល់ហ្នឹងទេប៉ុន្តែវាអត់មានចំណុចណាបញ្ជាក់ថាហ៊ុនម៉ាណែតហ្នឹងនិយាយយកជាការកើតគាត់គ្រាន់តែថ្លែងសារវេទិកាសាធារណៈអញ្ចឹងហើយចោលទៅពាក្យដែលយើងនិយាយថាយកជាការកើតវាទាល់តែពេលនិយាយថ្លែងហើយមកវិញត្រូវធ្វើឯកសារផ្លូវការបញ្ជាក់ឲ្យច្បាស់លាស់ជាមួយនឹងថៃដែលហៅខ្លីថាលិខិតកំណត់ទូតហ្នឹងប្រាប់ភាគីថៃថាកម្ពុជារៀបចំឯកសាររួចរាល់ក្នុងការប្តឹងផ្ដាល់ថៃអញ្ចឹងណាការប្តឹងផ្ដាល់ថៃយើងធ្លាប់ជជែកគ្នាហើយវាមានរឿងច្បាប់អន្តរជាតិជាច្រើនដែលពាក់ព័ន្ធដូចជាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ91ហើយនឹងច្បាប់សមុទ្រ UNCLOS ឆ្នាំ82អីហ្នឹងសុទ្ធតែពាក់ព័ន្ធបាទតែជាមួយគ្នាហ្នឹងក៏កម្ពុជាត្រូវលុបចោលឯកសារមួយចំនួនជាមួយថៃនិងវៀតណាមដែរដូចជាកិច្ចព្រមព្រៀងប៉ុន្តែកិច្ចព្រមព្រៀងទៅលើការចុះសន្ធិសញ្ញាទៅលើបញ្ហាច្បាប់សមុទ្រនេះកម្ពុជាមិនទាន់ចុះណាមិនចឹងឯងលោកមែនណាកម្ពុជាតាមមើលទៅមានការចុះម្ដងហើយឆ្នាំ83តែដូចជាមិនទាន់ឲ្យសេចក្ដីបានមិនទាន់ផ្ដល់សេចក្ដីបានពេញលេញអញ្ចឹងលោកសាដាបាទម្យ៉ាងទៀតនៅក្នុងពេលកម្ពុជាឆ្នាំ83នេះកម្ពុជាយើងវាអត់ក្រោមសេនាធិការរបស់អង្គការសហជីវជាតិទេយើងជារដ្ឋាភិបាលខុសច្បាប់ហើយចំណុចហ្នឹងណាបាទតែនៅពេលដែលរដ្ឋាភិបាលវាស្របច្បាប់ហើយអញ្ចឹងបានតែយើងជំរុញនេះបច្ចុប្បន្នហ្នឹងថានៅពេលដែលកម្ពុជាមានរដ្ឋាភិបាលត្រឹមត្រូវមានកៅអីនៅអង្គការសហជីវជាតិត្រឹមត្រូវឡើងវិញហើយគួរណាស់តែផ្ដល់សេចក្ដីបាននៅថ្ងៃនេះបាទសងសាប៉េលេដែលជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាហ្នឹងគាត់ជំរុញឲ្យកម្ពុជាហ្នឹងចុះកិច្ចព្រមព្រៀងទៅលើបញ្ហាច្បាប់សមុទ្រឆ្នាំ82 UNCLOS ហ្នឹងដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗក្នុងការការពារឬក៏ការបោះបកគោលកំណត់ព្រំដែនរវាងប្រទេសជិតខាងរបស់ខ្លួនចំណុចនេះលោកម៉ែណាតយល់ឃើញបែបណាបាទខ្ញុំស្ដាប់គាត់និយាយដែរបាទស្ដាប់គាត់និយាយទៅគាត់លើកត្រូវព្រោះអ្នកច្បាប់ក្តីអ្នកការទូតក្តីហ្នឹងគឺគាត់និយាយតែលើហេតុផលផ្លូវច្បាប់ហ្នឹងមិនចឹងបាទលោកសាក់ពេលេគាត់ជាអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាហើយកន្លងទៅថ្មីនេះលោកអតីតលោកចៅក្រមឈ្មោះអីហើយលោកសាដាគាត់ជនជាតិជប៉ុននោះខ្ញុំបានចាំឈ្មោះគាត់ដែរមកធ្វើសិក្ខាសាលានៅកម្ពុជាហើយមានសំណួរពាក់ព័ន្ធរឿងច្បាប់សមុទ្រដែរគាត់ក៏ជំរុញឲ្យ
កម្ពុជានឹងផ្ដល់សេចក្ដីបានឲ្យបានពេញលេញលើច្បាប់សមុទ្របាទហើយដល់ពេលអញ្ចឹងទៅខាងសារព័ត៌មាន VOD ក៏សួរទៅរាជបណ្ឌិតសភាឯកឧត្តមសុកទូចនោះសុកទូចគាត់ថាការពិតវាល្អហើយបើយើងផ្ដល់សេចក្ដីបានប៉ុន្តែគាត់មិនអាចនិយាយបានទេប្រសើរខ្លាំងណាស់ថាអញ្ចឹងរឿងហ្នឹងប្រសើរហើយថាពួកអ្នករិះគន់ប្រមាណរឿងព្រំដែនអីនេះរឿងសមុទ្រអីនេះថាយើងនឹងនិយាយគាត់និយាយបន្លំទៅហើយគេថាគាត់នៅកម្ពុជាគាត់រសើបគាត់មិនអាចនិយាយបានអញ្ចឹងណាបាទអញ្ចឹងបានថាករណីច្បាប់សមុទ្រនេះវាសំខាន់អញ្ចឹងបានថាការបដិងផ្ដាល់បានវាទាល់តែយើងផ្ដាល់សេចក្ដីបានពេញលេញទៅលើឯកសារដែលពាក់ព័ន្ធអញ្ចឹងលោកសាដែរបាទហើយម្យ៉ាងទៀតយើងអត់ចាំបាច់ចុះកិច្ចព្រមព្រៀងអីទេព្រោះច្បាប់សមុទ្រនេះវាជាលិខិតតូបកោអន្តរជាតិរបស់អង្គការសហជីវជាតិជាឯកសាររបស់អង្គការសហជីវជាតិគ្រាន់តែឲ្យរដ្ឋសភាកម្ពុជាហ្នឹងយកអាខ្លឹមសារទាំងស្រុងនៃច្បាប់ហ្នឹងអនុម័តទៅសរសេរ 2-3 មាត្រាហើយសភាអនុម័តទៅទៅមុខព្រះមហាក្សត្រហ្នឹងឡាយបរោះលើព្រះរាជក្រមទៅទទួលស្គាល់ហ្នឹងទៅចប់រឿងហើយវាអត់មានបញ្ហាទេភ្ជាប់ឯកសារដើមមកវាងាយបំផុតតាជំនុំគ្នា1ម៉ោង2ម៉ោងរដ្ឋសភាហ្នឹងក៏ចប់ហើយបើសួរតាកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហេតុអីបានអត់មានឆន្ទៈអត់មានឆន្ទៈវាពាក់ព័ន្ធទៅនឹងផលប្រយោជន៍តកូលហ៊ុនជាមួយវៀតណាមតកូលហ៊ុនជាមួយវៀតណាមពាក់ព័ន្ធរឿងកោះត្រល់កោះកញ្ចក់សេះហើយផលប្រយោជន៍ជាមួយថៃតកូលហ៊ុនហ្នឹងពាក់ព័ន្ធជាមួយផលប្រយោជន៍ថាក់ស៊ីនផលប្រយោជន៍វាមិនមែនផលប្រយោជន៍ជាតិលោកសាដែរផលប្រយោជន៍គឺផលប្រយោជន៍ផ្ទាល់ខ្លួនសួនទូជារាប់អានក្រៅផ្លូវរដ្ឋហ្នឹងហើយអញ្ចឹងយកអំណាចរដ្ឋហ្នឹងយកទៅធ្វើសម្បទានទៅឲ្យគេណាដើម្បីអីដើម្បីជាធ្នូនឹងអំណាចអាហ្នឹងពិបាកចំណុចមួយហ្នឹងដែលយើងនិយាយច្រើនហ្នឹងថាវាពិបាកនៅពេលដែលមានរដ្ឋាភិបាលជាជនបោកប្រាស់ជាជនអក្រិតហើយគឺជនអក្រិតមិនដែលខ្វល់ថាអានឹងជារបស់សំខាន់សម្រាប់ជាតិអីទេឲ្យតែខ្លួនឯងបានស្រួលបានសុខសាន្តទៅគឺធ្វើតាមអំពើចិត្តបាទលោកម៉ែណាតឥឡូវនេះខ្ញុំចង់ឆ្លៀតចូលទៅនឹងប្រធានរឿងមួយដែលយើងចាក់ប្រធានបន្តិចកាលពីពេលថ្មីនេះមានការផ្សព្វផ្សាយនៅយុទ្ធនាការចែកចាយកដាស់ប្រាក់រៀលដូចជាកដាស់ប្រាក់ 1000 រៀល 5000 រៀលនិងកដាស់ប្រាក់ 500 រៀលជាដើមដែលមានសរសេរអក្សរផ្សេងនៅលើដោយបញ្ជាក់ពីការប្រឆាំងនឹងត្រកូលហ៊ុនដូចជាអំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួនជាដើមតើចំណុចនេះលោកយល់ថាយុទ្ធនាការនេះនឹងជះឥទ្ធិពលបែបណាសម្រាប់ប្រទេសកម្ពុជាឧទាហរណ៍ថាកដាស់ប្រាក់នេះត្រូវបានបដិសេធមិនទទួលយកពីអាជីវករសម្រាប់ការទិញទំនិញជាដើមបាទខ្ញុំគិតថាអ្នកដែលរៀបចំធ្វើយុទ្ធនាការកដាស់ប្រាក់នេះជាអ្នកដែលឆ្លាតហើយគាត់ជាជនរងគ្រោះហើយយើងមិនដឹងថាណាខ្លះជនរងគ្រោះនៅប្រទេសកម្ពុជាហ្នឹងណាបាទប៉ុន្តែរងគ្រោះនេះគឺរងគ្រោះធ្ងន់ធ្ងរពីគ្រួសារហ៊ុនដោយផ្ទាល់បាទអាចជាមន្ត្រីរដ្ឋាភិបាលគ្នាគាត់ក៏មិនដឹងព្រោះមានតែសេឈ្មោះអំណាចហ៊ុនតកូលនៅខ្មែរធ្ងន់តចំនួននេះវាធ្ងន់ធ្ងរលើសាដែរបាទអញ្ចឹងណាអាចជាជនរងគ្រោះជាបរិបទសាមញ្ញហើយអាចជាជនរងគ្រោះដែលនៅក្នុងជួររដ្ឋាភិបាលដូចគ្នាហើយអ្នកដែលហៅថាឆ្លាតនេះគឺត្រង់ថាគាត់យកលុយយកមកទៅសេ